ជំរាបសួរស្តីអ្នកគ្នាជួបខ្ញុំនៅទីនេះទៅមកកាន់ជាមួយនឹងវីដេអូថ្មីទៅប្លុកថ្ងៃនេះគឺអត់ថតបានមកព្រោះថាថ្ងៃនេះគឺជាថ្ងៃពិសេសមួយវាមិនត្រឹមជាថ្ងៃដែលជាពិធីបុណ្យឆ្មាបជនរបស់ព្រះមហាក្សត្រនរោត្តមមុនិនាថសីហនុឯអ្នកគ្នាក៏ជាថ្ងៃដែលគេមានប្រារព្ធពិធីSolidarity March ដែលជាការដង្ហែក្បួនសាមគ្គីភាពរបស់ប្រជាជនកម្ពុជាឲ្យពិភពលោកបានឃើញពីទឹកចិត្តរបស់ប្រជាជនកម្ពុជាក៏ដូចជាប្រទេសថៃចង់មកឈ្លានពាននៅប្រទេសកម្ពុជាបានឲ្យឃើញទស្សនវិជ្ជាដែលប្រជាជនខ្មែរយើងមានភាពសាមគ្គីភាពហើយនឹងស្រឡាញ់ទឹកដីរបស់យើងហើយចង់បានសន្តិភាពអ្នកគ្នាហើយក្នុងនោះក៏មាន3អ្នកខ្ញុំដែរអ្នកគ្នាទៅរៀបគម្រោងម្សិលមិញឃើញវីដេអូភ្លាមស្អាតឲ្យគ្នាភ្លាមហើយបបួលគ្នាទៅភ្លាមហ្មងអ្នកគ្នាទៅអត់មានគិតអីច្រើនទេឃើញវីដេអូនោះហើយរំភើបចង់ទៅបដ ாய் ហើយឥឡូវនេះគឺយើងមកដល់ហើយដោយសារតែយើងនឹងដើរប្រជះផ្លូវគេអ្នកគ្នាសារគេបិទផ្លូវចឹងខ្ញុំដើរវិមានឯករាជ្យទៅកោះពេជ្រវិញចឹងឥឡូវយើងមកចាំគេហើយនេះខ្ញុំច្រៀងបទសវណ្ណភូមិអ្នកគ្នាសំចាន់ដល់ទីមីយកគ្រឿងនេះអត់មកព្រាមឈៀងស្រក់នៅក្នុងកាពីវាអង្គជាឯករាជ្យមកទៀតទៅបន្ទាប់ពីការចាំរយៈពេលរៀងយូរដែរអ្នកគ្នាហើយឥឡូវនេះយើងបានដង្ហែក្បួនទៅវិមានឯករាជ្យហើយនិយាយទៅមនុស្សច្រើនទៅហ្មងអ្នកគ្នាក្នុងចំណោមមនុស្សដ៏ច្រើនអ្នកក៏មានខ្ញុំ3នាក់ដែរអ្នកគ្នាដែលបានមកជួយដង្ហែក្បួនដើម្បីគាំទ្រដល់មន្ត្រីជួរមុខដែលបានការពារនៅព្រំដែនហើយក៏ដូចជាគាំទ្រដល់រដ្ឋាភិបាលដែលបានប្រើប្រាស់សន្តិភាពក្នុងការដោះស្រាយរឿងបញ្ហាហើយខ្ញុំពិតជាមានមោទនភាពមែនទែនថ្ងៃនេះខ្ញុំបានដើរបានបង្ហាញពីទឹកចិត្តដែលខ្ញុំស្រឡាញ់ប្រទេសខ្ញុំដែលបានកើតនៅប្រទេសនេះហើយខ្ញុំមានមោទនភាពខ្លាំងហ្មងណាខ្ញុំពិតជាស្រឡាញ់ប្រទេសកម្ពុជាពិតមែនហើយខ្ញុំអត់ចង់ឲ្យទឹកដីប្រទេសខ្ញុំបាត់បង់ទៅប្រទេសណាមួយសូម្បីមួយមិត្តការ៉េទេទេនៅក្នុងពេលនេះក្បួនថ្មជើងបានធ្វើដំណើរមកដល់វិមានឯករាជ្យសូមរួមគ្នាជាមួយយើងខ្ញុំទាំងអស់គ្នាបានដូចជាខ្មែរស្រែករួមគ្នាជ័យយោព្រះរាជាណាចក្រកម្ពុជាហើយតើខ្ញុំពិតជាសូមកោតសរសើរប្រជាពលរដ្ឋខ្មែរគឺមកគ្រប់ទាំងអស់មិនថាចាស់ក្មេងគ្រប់ស្រទាប់វណ្ណៈគឺបានមកបង្ហាញពីទឹកចិត្តរបស់ខ្លួនឯងស្រឡាញ់ប្រទេសជាតិទោះបីជាថ្ងៃនេះក្តៅហត់មិនក៏ដោយបើសួរខ្ញុំថាស្ដាយក្រោយក្នុងការមកអត់ទេអ្នកគ្នាព្រោះថាខ្ញុំបានបង្ហាញពីស្មារតីស្នេហាជាតិរបស់ខ្ញុំទៅកាន់ពិភពលោកបានឃើញថាប្រទេសកម្ពុជាគឺពិតជាប្រទេសមួយដែលស្រឡាញ់សន្តិភាពហើយអត់ចង់បាត់បង់ប្រទេសខ្លួនឯងទឹកដីខ្លួនឯងទៅប្រទេសណាមួយឯណាពីសាមគ្គីភាពរបស់ប្រជាជនកម្ពុជាយើងទាំងអស់គ្នាកំពុងតែបង្ហាញថាកម្ពុជាស្រឡាញ់សន្តិភាពហើយយើងរួមគ្នាបង្ហាញការគាំទ្រចំពោះរដ្ឋាភិបាលកម្ពុជាដែលបានជួយនៅលើស្រ័យដល់សន្តិវិធីសូមពួរទេតាព្រះសម្មាសម្ពុទ្ធយើងឲ្យបានរងរឿងដល់ជាមេត្តាស្រីសុស្ដីនេះពួកខ្ញុំ3នាក់ចង់អស់ខ្យល់ណាស់គ្នាតែអត់ទាន់ញ៉ាំអីពេលផឹកទេខ្ញុំឮថានៅហ្នឹងគេចែកអីឲ្យញ៉ាំដែរតែដោយសារតែខ្ញុំដើរផ្ទះទិសគេអញ្ចឹងទៅតែអត់មានអ្នកចែកអីឲ្យញ៉ាំហើយពួកខ្ញុំក៏បានសម្រេចចិត្តថាទៅរកអីញ៉ាំហើយក៏ថាអេអនមួយនៅចិត្តនឹងដែរចឹងក៏សម្រេចចិត្តដើរទៅអេអនមួយមកទៅថ្ងៃនេះបើឆ្ងល់តែមិនពួកខ្ញុំដើរបិទមាត់បើកមើលរហូតគឺពួកខ្ញុំដើរហូរឈាមបាត់សានពីដំណើរថ្ងៃដល់មីថៃដំណើរសងព្រេងដើមម្ដងទៀតទីបំផុតហើយបងប្អូនអ្នកគ្នាទីបំផុតចាឥឡូវខ្ញុំមានអារម្មណ៍ថាខ្ញុំឈប់ទៅណាទាំងអស់ខ្ញុំនៅក្នុងអ៊ីអននិយាយតែ3 4 3ត្រូវហើយឥឡូវនេះខ្ញុំចូលដល់អ៊ីអនហើយអ្នកគ្នាហើយនេះគឺជាអាហារពេលព្រឹករបស់ខ្ញុំចាខ្ញុំញ៉ាំមកខ្ញុំរបស់គ្នាបន្ទាប់ពីញ៉ាំអាហាររួចគឺយើងបានមកដើរមើល
ទិដ្ឋភាពពេញសារទំនើប Aeon មួយណាស់និយាយទៅគោលបំណងខ្ញុំមកថ្ងៃនេះគឺដើម្បីប្រទេសជាតិប៉ុន្តែមិត្តភក្តិខ្ញុំគាត់ចង់មក Aeon ចឹងណាចឹងយើងបានព្រុនមួយបានសាក់ពីរឥឡូវនេះយើងបានចាក់ចេញទៅ Aeon មួយហើយទៅផ្ទះវិញរៀងខ្លួនអ្នកខ្ញុំសូមទម្លាយរឿងសម្ងាត់មួយមិត្តភក្តិខ្ញុំគាត់ភ្ញាក់គេម៉ោង3ហើយភ្ញាក់ម៉ោង5ដើម្បីមកថ្ងៃនេះអ្នកគ្នាគួរតែកោតសរសើរគាត់ក្នុងវីដេអូមួយនេះគឺមានតែប៉ុណ្្នឹងហើយអ្នកគ្នាសង្ឃឹមអ្នកគ្នារីករាយក្នុងការទស្សនាហើយបើអ្នកគ្នាបានចូលរួមនៅកម្មវិធីថ្ងៃនេះដែរអ្នកគ្នាកុំភ្លេច comment នៅខាង comment មួយផងណាបាយបាយ